អ្នកទាំងអស់គ្នាធ្លាប់គិតអត់ថាបើសិនជាមានថ្ងៃណាមួយអ្នកទាំងអស់គ្នាឡើងចន្ទាយន្តហើយចន្ទាយន្តហ្នឹងឡើងទៅជាន់ដែលអត់មាននោះទេនៅក្នុងអគារហ្នឹងហើយបើកទ្វារទៅគឺអត់មានអីទាំងអស់តើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងម៉េចដែរថ្ងៃហ្នឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ករណីពិតដែលធ្វើឲ្យមនុស្សជាច្រើនហ្នឹងភ័យខ្លាចរឿងហ្នឹងគឺទៅតែកើតឡើងដែរទេអ្នកទាំងអស់គ្នានៅឆ្នាំ2025 2026យើងហ្នឹងមានរបាយការណ៍ជាច្រើនពីអ្នករស់នៅអគារដ៏ខ្ពស់ៗហើយមានមនុស្សម្នាក់ហ្នឹងគាត់បានប្រាប់ថាគាត់បានដើរចូលចន្ទាយន្តនៅជាន់ទី5ចង់ឡើងទៅជាន់ទី10ប៉ុន្តែចន្ទាយន្តនឹងឈប់នៅជាន់ទី8ទៅវិញដែលនៅក្នុងអគារនោះអត់មានជាន់ទី8ទេអ្នកនរគ្នាដោយហេតុផលនោះគឺព្រោះតែអគារហ្នឹងគឺគេរំលងលេខ8អ្នកនរគ្នាហើយខ្លះក៏រំលងលេខ13ដោយកន្លែងខ្លះហ្នឹងតាមជំនឿរបស់គេហើយពេលដែលបើកទ្វារមកគាត់បានឃើញតែភ្លើងងងឹតឈឹងតែម្ដងអត់មានភ្លើងហើយក៏អត់មានមនុស្សដែរបន្ទាប់មកគឺគាត់អត់បានដើរចូលទៅទេហើយចុចបិទទ្វារចន្ទាយន្តវិញបន្តឡើងដោយធម្មតាប៉ុន្តែគាត់សួរអ្នកគ្រប់គ្រងអគារហ្នឹងទៅពួកគេនិយាយថាចន្ទាយន្តហ្នឹងអត់អាចឈប់នៅជាន់ដែលមិនមានបានឡើយគេមានផុសតាងអ្នកនរគ្នាផុសតាងទី1ហ្នឹងគឺបានពីវីដេអូ CCTV ហើយមានវីដេអូបង្ហាញចន្ទាយន្តហ្នឹងឈប់ហើយ display បង្ហាញលេខដែលមិនមាននៅក្នុងប្លង់អគារនោះទេហើយចំពោះផុសតាងទី2គឺជារបាយការណ៍អ្នកដែលនៅរស់មិនមែនមនុស្សតែម្នាក់ទេដែលបានជួបមានមនុស្សជាច្រើននៅអគារផ្សេងៗហ្នឹងបានជួបរឿងដូចគ្នាផងដែរទី3ហ្នឹងគឺមានករណីល្បី Elevator Game Urban Legend ដែលមានរឿងល្បីនៅលើអ៊ីនធឺណិតហើយនិយាយថាបើចុចជាន់តាមលំដាប់ពិសេសចន្ទាយន្តអាចនឹងនាំអ្នកទៅកន្លែងដែលមិនមានពិភពនេះនោះទេប៉ុន្តែវាគ្រាន់តែជារឿងព្រេងមានផុសតាងវិទ្យាសាស្ត្រពិតនោះឡើយអ្នកជំនាញបានពន្យល់ថាទី1ហ្នឹងវាអាចមកពី software glitch ប្រព័ន្ធចន្ទាយន្តហ្នឹងគ្រប់គ្រងដោយ computer ហើយបើមាន bug វាអាចបង្ហាញលេខខុសដោយទី2ហ្នឹងវាអាចមកពី sensor error sensor អត់អាចកំណត់ទីតាំងបានត្រឹមត្រូវទេអ្នកនរគ្នាហើយវាធ្វើឲ្យវាហ្នឹងគិតថាឈប់នៅជាន់ផ្សេងអញ្ចឹងទៅហេតុផលទី3នោះគឺ number skipping design មានអគារខ្លះលាក់ជាន់ដូចជាមានជាន់ទី13អីអញ្ចឹងទៅប៉ុន្តែ physically វានៅទីនោះតែអត់មានស្លាកលេខទេអ្នកនរគ្នាដូច្នេះជាន់ដែលពួកយើងគិតថាអត់មានហ្នឹងពិតប្រាកដទៅគឺវាអាចមានប៉ុន្តែគ្រាន់តែគេអត់ដាក់លេខប៉ុណ្្នឹងឯងអ្នកនរគ្នាតែមានចំណុចខ្លះហ្នឹងគួរឲ្យគិតដែរមនុស្សខ្លះនិយាយថាពេលដែលបើកទ្វារមកហ្នឹងពួកគេមានអារម្មណ៍ថាដូចជាកន្លែងនោះមិនមែនជាអគារដែលពួកគេរស់នៅនោះទេហើយមានអារម្មណ៍ថាស្ងប់ស្ងាត់ត្រជាក់ហើយអត់មានសម្លេងអ្វីទាំងអស់តើវាជាចិត្តវិទ្យាឬមួយជាអ្វីដែលយើងអត់ទាន់យល់ដូច្នេះហើយចន្ទាយន្តដែលឈប់នៅជាន់ដែលមិនមានវាអាចជាកំហុសបច្ចេកទេសឬអាចជារឿងអាថ៌កំបាំងដែលអត់មានចម្លើយនោះទេចំពោះខ្មែរយើងវិញតើមានអ្នកណាធ្លាប់ជួបព្រឹត្តិការណ៍បែបនេះដែរទេសូមខមមិនខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកនរគ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក